ហើយស្រីដែលប្រព្រឹត្តខ្លួនល្បែងស្រីហ្នឹងគឺគាត់រើប្រកាសលុយហ្នឹងឯងតើអ្នកគ្នាដែលចង់មើលវីដេអូខ្ញុំបានភ្លាមពេលផុសភ្លាមចេញទៅភ្លាមឲ្យមើលតន់ចិត្តតែម្ដងឥឡូវនេះខ្ញុំបង្កើតក្រុមពេលតើអ្នកគ្នាចូលទៅ account TikTok របស់ខ្ញុំខាងក្រោមហ្នឹងតើអ្នកគ្នាចុច link ខាងក្រោមឈ្មោះ Darlin ឈ្មោះ Lin តើតើអ្នកគ្នាចុចទៅអ្នកគ្នាចូលទៅក្នុងក្រុមហ្នឹងហើយឥឡូវនេះខ្ញុំបានបង្កើតជាមួយនឹងក្រុមមួយដើម្បីឲ្យតើអ្នកគ្នាឃើញវីដេអូខ្ញុំផុសទៅភ្លាមឃើញភ្លាមមកតើអ្នកគ្នាប៉ុន្តែបើប្រពន្ធទីខ្លះអត្ថប្រយោជន៍នៃការប្រើដៃគឺវាចំណេញច្រើនខ្លាំងមែនទែនទី1ចំណេញថវិកាមិនបាច់រកដៃគូអស់លុយទៅទេទី2ធ្វើតែម្នាក់ឯងក៏យើងស្រួលដែរទី3មួយថ្ងៃ3ដងក៏អត់បញ្ហាហើយបើមានដៃគូមានតែមួយថ្ងៃ3ដងនឹងតែបាក់បៀត្រូវអត់ដល់ពេលបើអញប្រើដៃទោះបីមួយថ្ងៃ3ដង5ដងក៏វានៅតែធម្មតាអត់មានបាក់បៀទៅណាដែរអញ្ចឹងការប្រើដៃគឺចំណេញច្រើនគាត់ឲ្យលុយយើងវិញខ្ញុំមានណានេះគូខ្ញុំប្រើដៃជាប្រចាំថ្ងៃតើមានផលប៉ះពាល់អត់ចាទៅលើចំណុចនេះគឺខ្ញុំទទួលបានច្រើនខ្លាំងមែនទែនមិនថាចំពោះស្ត្រីឬក៏ចំពោះបរិយជាពិសេសគឺអូនដែលគាត់ចាតាមនឹងប្រឡូកក្នុងការចាមានចំណងថ្មីចាចង់ដឹងចង់លឺចាចង់សាក់លបងចាអញ្ចឹងចំណុចនេះវាអត់ខុសឯដែលមនុស្សស្រីនិងមនុស្សប្រុសចង់ដឹងចង់លឺព្រោះសម័យបច្ចុប្បន្ននេះគឺទូលំទូលាយខ្លាំងមែនទែនតាក់ទងជាមួយនឹងសុខភាពផ្លូវភេទអញ្ចឹងក្នុងករណីដោយបងប្រុសម្នាក់ដែលគាត់សួរខ្ញុំនេះសួរថាវាមានផលប៉ះពាល់អត់ទៅលើផលប៉ះពាល់លំពេលដែលបងនៅសកម្មភាពបែបនេះវាអត់មានផលប៉ះពាល់ទេប៉ុន្តែវាអាចនឹងមានផលប៉ះពាល់នៅថ្ងៃអនាគតបានបើសិនជាក្នុងករណីបងនៅតែបន្តសកម្មភាពបែបនេះជាប្រចាំថ្ងៃបងសាក់សម័យមើលតែតជាមួយនឹងតែចាការសម្រេចទៅការដោយខ្លួនឯងយើងត្រូវការបញ្ចេញទៅកម្មជាប្រចាំថ្ងៃអញ្ចឹងទៅកម្មការណាដែលបញ្ចេញជាប្រចាំថ្ងៃយូរទៅវាធ្វើឲ្យខ្សោយនៃការផលិតទៅធ្វើឲ្យចាទឹកមានជីវិតរបស់យើងអត់សូវមានគុណភាពចាធ្វើឲ្យចាមានជីវិតរបស់យើងខ្សោយខ្លាំងអាចនឹងអសមត្ថភាពក្នុងការបង្កកំណើតឬក៏ប៉ះពាល់ទៅលើចាពងស្វាការផលិតផ្សេងអញ្ចឹងតាក់ទងជាមួយនឹងចំណុចនេះឥឡូវវាអត់សូវជាបញ្ហាទេប៉ុន្តែអ្វីដែលមានជាបញ្ហាគឺបញ្ហាដល់អនាគតប៉ុន្តែចំណុចល្អសម្រាប់បងប្រុសស្ត្រីដែលគាត់សម្រេចខ្លួនឯងឬក៏គាត់ប្រើដៃនេះវាមានអត្ថប្រយោជន៍ត្រង់ថាទី1គឺយើងអត់មានក្នុងការចម្លងមេរោគទេព្រោះយើងខ្លួនឯងផ្ទាល់យើងអត់បានទៅប៉ះពាល់ជាមួយអ្នកណាទេលោកសង្គមនេះវាអាស្រ័យលើយើងប្រព្រឹត្តល្មើសច្បាប់ឬមិនល្មើសច្បាប់ហើយបើយើងប្រព្រឹត្តទៅវាមានល្មើសច្បាប់ក៏វាអាស្រ័យលើស្រីតែគេប្តឹងយើងឬក៏អត់ណាយើងល្មើសច្បាប់តែបើស្រីគេអនុគ្រោះក៏វាមិនអីដែរបងសម័យឥឡូវគេល្បីគេអារឿងកូនជ្រូកកូនអីនេះបងហើយចង់ខ្លាចជាតួប្រុសក្នុងរឿងហ្នឹងអត់តែខ្ញុំនិយាយថាអញ្ចេះយើងធ្វើតាមជាមួយដៃគូស្របច្បាប់យើងបានណាតែខ្ញុំនិយាយថាអញ្ចេះយើងធ្វើតាមជាមួយដៃគូស្របច្បាប់យើងបានណាប៉ុន្តែអ្វីដែលសំខាន់ហ្នឹងក៏ចង់ដឹងថាពុទ្ធថាលបាយស្រីហ្នឹងគឺថាមនុស្សយកអាចចំណងក្នុងការរួមភេទរវាងប្រុសនិងស្រីហ្នឹងមកប្រព្រឹត្តជាមួយគ្នាហើយចាប់យកតម្រេកកន្លែងណាជាមួយគ្នាទៅឈ្មោះថាលបាយស្រីអញ្ចឹងយើងអាចនិយាយបានថាគាត់ប្រព្រឹត្តជាមួយគ្នាហ្នឹងគឺគាត់ចាប់យកទៅអាចចំណុចតម្រេកក្នុងការរួមភេទហ្នឹងជាស្តុបសម្រាប់គាត់កម្ពុជាគេហ្នឹងឯងឈ្មោះថាលបាយស្រីគាត់អត់បានយកសេចក្តីល្អផ្លូវកាយផ្លូវវិជ្ជាផ្លូវចិត្តប្រកបដោយគុណធម៌សីលធម៌ផ្សេងទេហើយមើលតែយើងយកផ្លូវកាមនឹងជាសុខធំមានតែសុខអីដូចខ្ញុំឥឡូវចឹងទេបើយ៉ាងនឹងខ្ញុំប្តឹងប៉ូលីសយើងទៅសុំស្នេហ៍មានទេណាពេញនេះព្រមយាដើម្បីបញ្ជាក់ឲ្យច្បាស់ខ្លួនឯងនៅទស្សនៈពុទ្ធចំណុចនេះសឹងថាពេលខ្លះខ្ញុំអាចថាសង្គមដែលខ្ញុំប្រឡូកហ្នឹងបើវាទូថ្នាក់ដល់ជីវិតក៏ខ្ញុំព្រមឲ្យដឹងថាសង្គមហ្នឹងពុទ្ធថាវិលះហ្នឹងគឺថាវាអាចនឹងវិលះដល់ជីវិតក៏មានដែរអញ្ចឹងបើឃើញវិលះដល់ជីវិតឬក៏វិលះមិនដល់ជីវិតយ៉ាងណាយើងយកកំណត់ដឹងមកថាហ្នឹងវាជាទុកដែលពុទ្ធសម្ដែងថាវាជាប្រធាននៃសេចក្តីវិលះហើយឲ្យយើងខ្លាចឲ្យយើងលៀងចាលនៅក្នុងអារបស់ដែលយើងគិតថាជាសុខហ្នឹងតែខ្ញុំជឿជាក់លើស្រីណាពួកមនុស្សស្រីមានចិត្តមានគូក្បាលយើងអាចនិយាយស្ដាប់គ្នាបានធ្វើល្អធ្វើអាក្រក់អាចដឹងដល់ចិត្តដឹងដល់បេះដូងគ្នាបានតែបើលបាយស្រានិងលបាយភ្នោវាជាលបាយគ្មានចិត្តលបាយគ្មានវិញ្ញាណខ្ញុំអត់អាចនិយាយជាមួយវាបានទេអញ្ចឹងអ្នកដែលប្រព្រឹត្តគឺត្រូវតែជាប់គុកតែម្ដងអញ្ចឹងណាអ្នកដែលប្រព្រឹត្តគឺមិនអាចលបាយហ្នឹងមកកែលម្អយើងវិញបានទេតែបើស្រីសង្ឃឹមថាបើយើងប្រព្រឹត្តគាត់អាចនឹងមកកែលម្អយើងវិញបានគាត់ក៏ជាមនុស្សមានចិត្តដែរអញ្ចឹងនៅក្នុងលបាយស្រីនេះគឺលបាយមនុស្សមានចិត្តអាចនិយាយគ្នាបានបើដូចស្រាយើងអត់អាចទៅនិយាយមួយវាបានទេយើងអត់អាចទៅនិយាយទស្សនៈប្រពុតឲ្យស្រាហ្នឹងយល់ដឹងហើយវាឈប់ធ្វើខ្លួនជាស្រាមកធ្វើខ្លួនជាទឹកក្រូចវិញបានទេមែនហ្នឹងហើយ
ដូចស្លឹកឌីអីចឹងយើងអត់អាចទៅនិយាយជាមួយកាចាស់ហ្នឹងឲ្យខ្លាយមកជាកំមុំឬក៏ទៅនិយាយជាមួយកំមុំឲ្យខ្លាយទៅជាកាចាស់អីអត់ទេណាព្រោះវាជារបស់ឥតវិញ្ញាណវាជារបស់អត់ចិត្ត deal with this, and I'm gonna go call Steve and I see am what we're so supposed sorry. I to didn't since my mean phone's to down in the car. upset anyone. Yeah, thanks, man. Just I'll be up here. អញ្ចឹងវាអត់ដឹងល្អអត់ដឹងអាក្រក់ទេណាអ្នកដែលដឹងគឺមានតែមនុស្សយើងទេ គឺទៅស្រីស្រឡាញ់បរោះចេះតែចង់បានបេះដូងពិតរបស់គេប៉ិនគាត់ថាគាត់ខំប្រគល់បេះដូងឲ្យគេមិនទទួលសោះញញោមបេះដូងពិតហ្នឹងគឺនិយាយការពិតអំពីអ្វីដែលយើងចូលចិត្តអ្វីដែលយើងមិនចូលចិត្តអ្វីដែលយើងធ្វើអ្វីដែលយើងមិនធ្វើប៉ិននិយាយត្រង់ស្រីអត់ចូលចិត្តតបកុហកបានសុបាយចិត្តអញ្ចឹងស្រីហ្នឹងទទួលបានតែមិនពិតឧទាហរណ៍ថាគាត់ទៅណាមួយត្រូវមានមិត្តភ័ក្តិអីខ្លះអញ្ចឹងទៅបើប្រាប់ពិតប្រពន្ធខឹងអញ្ចឹងតបកុហកដល់កុហកទៅសុបាយចិត្តជឿគាត់ថាគាត់ចង់ប្រគល់ពិតឲ្យដែរប៉ុន្តែប្រគល់ពិតគឺចិត្តតែខឹងអញ្ចឹងអាយុជាង40ប្រគល់បេះដូងតន់បានសោះមែនទេមនុស្សចូលចិត្តតែគេលោមចូលចិត្តតែគេកុហកផ្អែមអាហ្នឹងចូលចិត្តហើយសួរថាបានពិតដែរហ្នឹងមិនពិតទេអញ្ចឹងបានពាក្យមួយគេថាស្រឡាញ់ដែលនាំឲ្យមានកម្មពីវិរិយគឺស្រឡាញ់ហួងហែងអញ្ចឹងស្រឡាញ់អីដែរដែលនាំឲ្យមានកម្មពីគឺស្រឡាញ់ហួងហែងស្រឡាញ់ដោយអត់យកយល់ប៉ុន្តែបើស្រឡាញ់ដែលជាសេចក្តីចម្រើនគឺស្រឡាញ់អនុគ្រោះគ្នាសង្គ្រោះគ្នាស្រឡាញ់មិនក្តៅស្រឡាញ់មិត្តភក្តិក្តៅស្រឡាញ់ម៉ែឪស្រឡាញ់ប្រពន្ធស្រឡាញ់ប្តីស្រឡាញ់មិត្តដូចគ្នាភេទដូចគ្នាមិនដូចគ្នាអត់ទេការពិចារណាអនុគ្រោះគ្នាគឺជាមង្គលណាណាបេះដូងសកលជាងពុទ្ធទៀតព្រះអង្គចែកនោះចោលកុសលក៏អត់មានភេទអកុសលក៏អត់មានភេទដែរស្រេចតែយើងជួយគ្នាបានកម្រិតណាតែស្រឡាញ់ឆាប់អស់ណាស្រឡាញ់ហួងហែងទេយើងគឺជាប៉ូលីសមិនថានៅទីណាទេត្រូវរក្សាគុណធម៌ ចឹងប៉ុណ្ណឹងចុះ